យប់នេះការប្រកួតរវាងបញ្ចខេត្តប៉ូទុយហ្គាល់នឹងត្រូវទៅលេងនៅឯកីឡដ្ឋានរបស់អាម៉ានីនៅក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ2026ក្នុងតំបន់អឺរ៉ុបផងដែរហើយខ្ញុំក៏មានការផ្សាយបន្តផ្ទាល់នៅលើ page របស់ខ្ញុំផ្ទាល់បាទតាក់ទងទៅនឹងការប្រកួតអាម៉ានីប៉ះជាមួយនឹងប៉ូទុយហ្គាល់វេលាម៉ោង11យប់នេះតែម្ដងអញ្ចឹងម៉ោងអត់ពិបាកមើលទេបងប្អូនហើយក្នុងវីដេអូមួយនេះខ្ញុំនឹងឲ្យបងប្អូនទស្សន៍ទាយលទ្ធផលរបស់ក្រុមទាំងពីរថាតើអាម៉ានីជាមួយនឹងបញ្ចខេត្តប៉ូទុយហ្គាល់បញ្ចប់ទៅដោយលទ្ធផលបែបណាបាទក្នុងលទ្ធផលប្រមាណទល់ប្រមាណហើយដោយការពីម្សិលមិញអញ្ចឹងការប្រកួតរវាងអ៊ុយក្រែនជាមួយបារាំងខ្ញុំបានឲ្យតម្រុយថាបារាំងនឹងយកឈ្នះទៅលើអ៊ុយក្រែនជាមួយនឹងលទ្ធផល2-0តែប៉ុណ្ណោះចប់ការប្រកួតកាលពីយប់មិញគឺបារាំងបានឈ្នះទៅលើអ៊ុយក្រែន2-0ប៉ុណ្ណែនចំណែកឯគូអាម៉ានីជាមួយនឹងបញ្ចខេត្តប៉ូទុយហ្គាល់នេះខ្ញុំគិតថាប៉ូទុយហ្គាល់នឹងយកឈ្នះទៅលើអាម៉ានីជាមួយនឹងលទ្ធផល3-0នេះសម្រាប់ការទស្សន៍ទាយរបស់ខ្ញុំប៉ុន្តែបងប្អូនចូលរួមទស្សន៍ទាយនៅខាងក្រោមជាមួយនឹងលទ្ធផលដែលបងប្អូនគិតថាប្រមាណទល់នឹងប្រមាណខ្ញុំបាទនឹងចែកអាវ KM Sport ចំនួន5រង្វាន់បន្ថែមទៀតសម្រាប់អ្នកឈ្នះជាមួយនឹងលទ្ធផលដែលទស្សន៍ទាយបានត្រឹមត្រូវកុំភ្លេចចូលរួមជាមួយនឹងការ share follow page របស់ខ្ញុំ BKMC និង page របស់ KM Sport join channel Telegram ហើយ share post មួយនេះប្រាប់មិត្តភ័ក្តិថា BK ចែកអាវជាបន្តទៀតហើយជួបគ្នានៅវីដេអូក្រោយ